ក្នុងខ្សែសង្វាក់សកម្មភាពអំណាចបនជោឆ្នាំថ្មី2025និស្សិតសាកលវិទ្យាល័យ FPT នៅទីក្រុងកេងថឺបានគួបផ្សំចាត់តាំងឧទ្ទិសនាមភូមិរបរត្បាញហូលប្រពៃណីរបស់មាមីខ្មែរសកម្មភាពនេះបានរួមចំណែកជាស្ដែងចូលក្នុងការថែរក្សាអត្តសញ្ញាណជនជាតិឧទ្ទិសនាមលក្ខណៈល្អប្រពៃអំពីវប្បធម៌បណ្ដាជនជាតិជាបងប្អូនក្នុងសហគមន៍មណ្ឌលឧទ្ទិសនាមអំពីរបរត្បាញហូលប្រពៃណីបានដាក់តាំងច្រើនផលិតផលត្បាញហត្ថកម្មយ៉ាងម៉ត់ចត់ដូចជាក្រមាហូលផាមួងនិងសម្លៀកបំពាក់ប្រពៃណីស្ដែងឡើងនៅទំនៀមទម្លាប់និងលក្ខណៈវិចិត្ររបស់មាមីខ្មែរណាំបូជាពិសេសភ្ញៀវទេសចរមានឱកាសបានសម្រាប់ខ្លួនផ្ទាល់ជាមួយនឹងបច្ចេកទេសត្បាញហូលប្រពៃណីដោយបានការណែនាំរបស់សិប្បករបានឃើញអំពីភាពប៉ិនប្រសប់និងភាពម៉ត់ចត់រវាងរវៃនៃផលិតផលនីមួយៗនាឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរខ្ញុំនិងមិត្តនិស្សិត FPT បាននាំមកនៅកម្មវិធីដាក់តាំងដោយបំណងប្រាថ្នាលើកកម្ពស់ស្មារតីភ្នាក់រលឹកអំពីភូមិរបរត្បាញហូលខ្មែរវងយ៉ាវរួមចំណែកស្ដាយភាយដើម្បីអ្នករាល់គ្នាដឹងច្រើនជាងអំពីភូមិរបរប្រអីភូមិរបរកំពុងបាត់ទៅជាសន្សឹមឆ្លងតាមរយៈសកម្មភាពនេះខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងអំពីភូមិរបរច្រើនជាងទៀតខ្ញុំយល់ថានេះជាសកម្មភាពមានអត្ថន័យដើម្បីបងប្អូនយល់ច្បាស់អំពីវប្បធម៌របស់ខ្លួនព្រមជាមួយនោះពង្រីកនិងរក្សាបានប្រពៃណីរបស់មាមីខ្មែរណាំបូយើងជាសិប្បករម្នាក់មានប្រពៃណី4ជំនាន់ផ្សារភ្ជាប់ជាមួយរបរត្បាញហូលប្រពៃណីអ្នកស្រីនាងចន្ទីនៅឃុំវងយ៉ាវស្រុកទន្បៀងខេត្តអាំងយ៉ាងបានរួមចំណែកក្នុងពិធីដាក់តាំងពិព័រណ៍ដោយទូនាទីជាអ្នកណែនាំបច្ចេកទេសត្បាញហូលឲ្យភ្ញៀវទេសចរបានទស្សនាអ្នកស្រីសង្ឃឹមថាពិធីតាំងពិព័រណ៍នេះនឹងរួមចំណែកឧទ្ទិសនាមទូលំទូលាយជាងអំពីភូមិរបរត្បាញហូលប្រពៃណីដែលកំពុងស្ថិតចំពោះនិន្នាការត្រូវបាត់បង់ទៅជាសន្សឹមចាថ្ងៃនេះដែរខ្ញុំមានកិត្តិយសបានពួកបងប្អូនសិស្សសាលាអញ្ជើញយកមុខរបរមកបង្ហាញមុខនៅកន្លែងនេះហើយឆ្លងកាត់ពីបង្ហាញមុខហ្នឹងទៅដើម្បីឲ្យគេស្គាល់ក្មេងជំនាន់ក្រោយស្គាល់ថាមុខរបរប្រពៃណីខ្មែរយើងហ្នឹងមិនចឹងហើយឲ្យភ្ញៀវទេសចរស្គាល់ច្រើនកម្មវិធីឧទ្ទិសនាមអំពីរបរត្បាញហូលប្រពៃណីខ្មែរបានពញ្ញានៅក្តីស្រឡាញ់វប្បធម៌ជនជាតិក្នុងមិត្តវ័យក្មេងព្រមជាមួយនោះបន្តពង្រីកនៅស្មារតីថែរក្សានិងពង្រីកតម្លៃរបស់ប្រពៃណីក្នុងជីវភាពវប្បធម៌របស់ជនរួមជាតិខ្មែរកម្មវិធីព័ត៌មានរបស់យើងខ្ញុំនាពេលនេះចាប់តែប៉ុណ្ណេះសូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ទស្សនាពីសំណាក់ទស្សនិកជនគ្រប់មជ្ឈដ្ឋាន